បុរសអ្នកមានបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាប្រពន្ធដែលទើបនឹងរៀបការរបស់គាត់គឺជាស្ត្រីដែលបានជួយគាត់ជួសជុលរថយន្តកាលពីថ្ងៃមុនដោយសារតែនេះជាលើកទី1ដែលគាត់បានជួបស្ត្រីម្នាក់ដែលអាចជួសជុលរថយន្តបានគាត់ក៏បានសុំឲ្យនាងប្រាប់ឈ្មោះប៉ុន្តែស្ត្រីនោះបានឆ្លើយថាគាត់នឹងបានដឹងនៅពេលដែលពួកគេជួបគ្នានៅពេលក្រោយដើមឡើយគាត់មានអារម្មណ៍ងឿងឆ្ងល់ឥឡូវនេះទីបំផុតគាត់បានដឹងថាស្ត្រីនោះបានស្គាល់អត្តសញ្ញាណរបស់គាត់យូរណាស់មកហើយប៉ុន្តែគាត់បានបាត់បង់ចំណាប់អារម្មណ៍លើនាងវិញដោយសារតែពួកគេទាំងពីរបានរៀបការដើម្បីផលប្រយោជន៍គ្រួសារតែប៉ុណ្ណោះដូច្នេះហើយទើបបុរសនោះបានចាកចេញពីផ្ទះភ្លាមបន្ទាប់ពីពិធីមង្គលការបានបញ្ចប់ម្ដាយចុងរបស់បុរសនោះដើម្បីសាកល្បងថាតើស្ត្រីនោះមានមហិច្ឆតាលើទ្រព្យសម្បត្តិគ្រួសារឬអត់ក៏បាននិយាយថាគាត់នឹងប្រគល់សោទូដែកឲ្យនាងស្ត្រីនោះបានដឹងពីចេតនាពិតរបស់ម្ដាយក្មេកចុងនាងបានបដិសេធដោយលើកហេតុផលថានាងទើបតែរៀបការហើយមិនទាន់ស៊ាំនឹងស្ថានភាពក្នុងផ្ទះនៅឡើយដោយឃើញថាស្ត្រីនោះចេះគិតគូរម្ដាយចុងក៏សប្បាយចិត្តជាខ្លាំងនៅពេលនោះប្អូនស្រីថ្លៃរបស់បុរសនោះបាននិយាយថាបងប្រុសរបស់នាងមិនបានត្រឡប់មកផ្ទះវិញទេចាប់តាំងពីថ្ងៃរៀបការបានបញ្ចប់ដូច្នេះហើយម្ដាយចុងក៏បានបញ្ជាឲ្យអ្នកបម្រើទៅប្រាប់បុរសនោះឲ្យត្រឡប់មកផ្ទះវិញប៉ុន្តែនៅពេលដែលបុរសនោះឮនៅអ្វីដែលអ្នកបម្រើបាននិយាយគាត់ក៏បានស្នើឲ្យស្រីកំណានរបស់គាត់ត្រឡប់ទៅផ្ទះជំនួសវិញពេលស្រីកំណានរបស់គាត់មកដល់ផ្ទះភ្លាមនាងក៏បានឆ្លោះជាមួយប្អូនស្រីថ្លៃរបស់គាត់ប្អូនស្រីថ្លៃបាននិយាយថានាងគ្មានសិទ្ធិឈានជើងចូលក្នុងផ្ទះរបស់ពួកគេទេស្រីកំណានដែលខឹងក៏បានទះនាងភ្លាមស្ត្រីជាប្រពន្ធមានបំណងចង់ចេញទៅដោយស្ងៀមស្ងាត់ប៉ុន្តែម្ដាយក្មេកចុងបាននិយាយថាក្នុងនាមជានារីដែលរៀបការជាមួយកូនប្រុសរបស់គាត់នាងមិនគួរឈរមើលហើយអនុញ្ញាតឲ្យស្រីកំណានធ្វើបាបសមាជិកគ្រួសារនោះទេស្ត្រីជាប្រពន្ធគ្មានជម្រើសក្រៅពីត្រូវនៅម្ដាយក្មេកចុងបានស្នើឲ្យនាងដោះស្រាយបញ្ហានេះស្រីកំណានបាននិយាយថានាងត្រូវបានបុរសនោះចាត់មកហើយគ្មាននរណាម្នាក់មានសិទ្ធិជ្រៀតជ្រែកជាមួយនាងនោះទេប៉ុន្តែស្ត្រីជាប្រពន្ធបានបញ្ជាឲ្យអ្នកបម្រើចាប់ខ្លួននាងស្រីកំណានក៏រត់ចេញទៅភ្លាមម្ដាយក្មេកចុងមិននឹកស្មានថាស្ត្រីជាប្រពន្ធនឹងដកកាំភ្លើងបាញ់ថ្នាំសន្លប់ចេញនោះទេនាងបានស្រែកថាបើមិនឈប់ទេកុំបន្ទោសខ្ញុំថាគិតអាក្រក់ប្រយោគនេះត្រូវបានឮដោយបុរសនោះគាត់គិតថាប្រពន្ធរបស់គាត់ពិតជាមិនហ៊ានបាញ់ទេទោះជាយ៉ាងណាមួយវិនាទីបន្ទាប់ស្រីកំណានក៏ដួលទៅលើដីហើយស្ត្រីជាប្រពន្ធក៏ចាប់ស្រីកំណានសង្កត់ចុះនាងបានស្ដីបន្ទោសស្រីកំណានចំពោះការបង្កបញ្ហាដល់ខ្លួននាងនៅពេលស្រីកំណានបានឃើញបុរសនោះនាងក៏បានអង្វរគាត់ឲ្យជួយភ្លាមបុរសនោះមានការភ្ញាក់ផ្អើលដែលឃើញថាប្រពន្ធរបស់គាត់មានការបាញ់ប្រហារបានល្អនៅពេលដែលនាងឃើញក្រសែភ្នែករបស់គាត់ស្ត្រីជាប្រពន្ធក៏ចាប់ផ្ដើមគេចវេសពីការសម្លឹងរបស់គាត់ម្ដាយក្មេកចុងខ្លាចថាបុរសនោះនឹងស្ដីបន្ទោសប្រពន្ធរបស់គាត់ចំពោះរឿងស្រីកំណានដើមឡើយគាត់ចង់អង្វរជំនួសនាងប៉ុន្តែគាត់មិននឹកស្មានថាបុរសនោះនឹងនិយាយថាបញ្ហានេះគឺជាកំហុសរបស់ស្រីកំណាននោះទេម្ដាយក្មេកចុងសប្បាយចិត្តខ្លាំងណាស់នេះជាលើកទី1ហើយដែលបុរសនោះមិនបានការពារស្រីកំណានរបស់គាត់